ចឹងទៅហើយដូចតែធ្លាប់ឮបងថាសរសេរកូដពិបាកគួយរមើលerror ក៏មើលអីច្រើនព្រោះយើងធ្លាប់តែសរសេរអក្សរធម្មតាខុសក្នុងសរសេរកូដទៅមិនទៅគេចាប់ដើមរៀនដំបូងរៀនភាសាដូចយើងរៀនភាសា alien ថ្មីមួយទៀតចឹងភាសាយើងភាសាខ្មែរយើងមានភាសាបារាំងភាសាអង់គ្លេសភាសាអីចឹងពេលទៅនោះយើងរៀនភាសាកុំព្យូទ័រម្ដងដើមឡើយមូលដ្ឋានគ្រឹះគេរៀន C ហើយនិង C++ ដែលជាកូដតាំងពីជំនាន់ដើមហើយនឹងគឺជា basic ដំបូងគេរៀនសរសេរកូដទៅឲ្យ user អាចបញ្ចូលទៅវាចេញតម្លៃមកអីមិននៅក្នុង C++ ហ្នឹងហើយបន្តមកចាប់ដើមទៅ C# បង្កើតកម្មវិធីកុំព្យូទ័រយើងសរសេរទៅយើងកើតកម្មវិធី desktop ដូចជាបើសិនជាយើងចង់គ្រប់គ្រងសាលាមួយយើងអាចកើតកម្មវិធីដើម្បីទៅគ្រប់គ្រងសាកលវិទ្យាល័យក៏សាលានឹងថាសិស្សមានប្រមាណអ្នកឲ្យអ្នកគ្រូងាយស្រួលទៅចុះឈ្មោះទៅយើងចុះតាមនេះជួបសរសេរដៃទៀតតែពេលអញ្ចឹងចាប់ដើមស្គាល់ច្រើនទៅពីកូដហ្នឹងសរសេរកូដមិនឲ្យដើរទៅមិនឲ្យមានការរក្សាទុកឯកសារ database នៅក្រុមហ៊ុនណាហើយយើងចាប់ដើមស្គាល់ពេលឆ្នាំទី2ហ្នឹងហើយទៅដល់ឆ្នាំទី3អញ្ចឹងយើងហត់ទៅឆ្នាំទី3ចាប់ដើមស្គាល់ពពួក web មួយទៀតពពួកចាប់ដើមយើងឈប់ទៅសេអាកូដគ្រាន់តែឃើញធម្មតាសខ្មៅយើងចាប់ដើមទៅសេ web ដើម្បីបង្កើត website ហើយការរៀនបង្កើត website មាន HTML CSS JavaScript និយាយទៅសិតតែភាសាថ្មីរហូតពីមក major មកខុសទៅមកខុសភាសាថ្មីចាប់ដើមញាត់ចូលមកដល់ហើយពួកយើងជាយើងខំតាក់ទងនឹងការខាង web ហ្នឹងហើយខ្ញុំខ្លួនឯងផ្ទាល់ចាប់ដើមឆ្លាញ់ web ខាងហ្នឹងតែម្ដងហើយខ្ញុំចាប់ដើមឆ្លាញ់ web ពេលឆ្នាំទី3ហ្នឹងព្រោះតរបងខ្ញុំសេះកូដរៀនយូរតែឆ្លាញ់វាធ្វើស្អីខ្ញុំរៀនតែឲ្យទៅមួយគេមួយឯងយកបន្ទុកយកអីមួយគ្រូដើម្បីដល់ឆ្នាំដែរចាប់ដើមចូលដល់ web បាន web វាធម្មតាយើងសរសេរកូដពួកអស់នោះយើងសរសេរទៅយើងឃើញតែលើសខ្មៅវាចេញតែលទ្ធផលលើសខ្មៅពី2 2ស្មើ4លើតែអេក្រង់សខ្មៅតែពេលសរសេរ web យើងសរសេរវាចេញ website មកតែម្ដងឧទាហរណ៍យើងដាក់រូបភាពវាចេញរូបភាពនៅលើ website យើងឃើញហើយវាអញ្ចឹងវាថាយើងរៀនភ្លាមឃើញលទ្ធផលភ្លាមយើងសប្បាយចិត្តអូក៏ពិតគេធ្វើអញ្ចឹងសរសេរទៅចេញ website មួយហើយឲ្យដើម្បីលក់វាយកទៅឲ្យ keeper ហើយក៏ផ្សេង website ក្រុមហ៊ុនហើយវាអញ្ចឹងសប្បាយចិត្តរៀន web ហ្នឹងហើយក្នុងហ្នឹងក៏យើងមិនរៀនតាតាក់ទងនឹង web ធម្មតាយើងមានដូច accounting marketing finance banking អីលាជាមួយគ្នាតែសារខ្ញុំដូចជាមានទំនោរទៅខាង IT យើងចឹងខាងនោះពេលដែលរៀនពេលខ្លះងុយដេកតែសុំទូលោកគ្រូទៅមិនយើងទំនោរខ្ញុំទៅខាង IT ច្រើនពេកទៅដល់ពេលទៅខាងនោះតែក៏ចោលបានដែរព្រោះយើងត្រូវការ GPA ដើម្បីឡើងទៅមកនេះទៀតចឹងយើងខំទាំងពីរតែក៏អីដែលឆ្លាញ់គឺទៅខាង design code ហើយនឹង web ច្រើនជាងហើយប៉ុន្តែខាងប្រព័ន្ធនោះក៏វាមានប្រយោជន៍ច្រើនមួយតទៅនឹង communication អីយើងរៀននិយាយពីដើម្បីធ្វើមិនរស់នៅចាំថ្ងៃកន្លែងធ្វើការគេនិយាយគ្នាមិនបាទហើយទៅខាង marketing យើងប្រកាសថាយើងបង្កើត product មួយយើងអត់ចឹង marketing ក៏អត់កើតដែរពេលចឹងយើងមាន concept តាក់ទងទៅនឹងខាង marketing ហើយក៏មានច្រើនទៀតតាក់ទងនឹង account តាក់ទងនឹង banking ឯផ្សេងនៅក្នុងឆ្នាំទី3ឆ្នាំទី2ហ្នឹងហើយចូលដល់ឆ្នាំទី4នេះដែលខ្ញុំកំពុងរៀនតែម្ដងគឺចាប់ផ្ដើមដូរពីការរៀន website មកចាប់ផ្ដើមបង្កើតជា mobile app ម្ដងចាប់ផ្ដើមចូល mobile app ដល់ធ្វើ mobile app មក mobile app ទៅបានដឹងថាmobile app មិនស្រួលទេអូចាយើងមើលក្នុងទូរស័ព្ទឯមាននេះហ្នឹងបាទមានកម្មវិធីនេះកម្មវិធីនោះហ្នឹងមិនស្រួលទេអញ្ចឹងបាទអ្នកចេះគេអាចនឹងស្រួលតែថាវាត្រូវការថែខែហ្នឹងហើយបាទថែក្នុងការរៀនហើយដូចខ្ញុំកំពុងរៀនឆ្នាំទី1ឆ្នាំមួយហ្នឹងគាត់តែចូលទៅចាប់ដើមគាត់តែរៀនជាលក្ខណៈបង្កើតជា UI ឲ្យគាត់តែឃើញសិនហើយអត់ទាន់អាចដាក់ data ក្នុងចុចទៅចេញអីហ្នឹងគេអាចរៀនឆុងមួយហ្នឹងតែឆុងមួយក្រោយចាប់ដើមធ្វើមែនតើឲ្យវាចេញ data ចេញអីដូច mobile app ABA ក៏ AC ដែរធ្វើអងៃគឺចេញពីប្រព័ន្ធអ្នកដែលខាង develop ប្រព័ន្ធហ្នឹងហើយមុខជំនាញខ្ញុំរៀននៅ AC គេលើក Android developer មករៀនហើយយើងទៅសេតាក់ទងនឹងកម្មវិធីដើម្បីអភិវឌ្ឍទៅលើកម្មវិធីនៅក្នុង Android ដូច AC Dabank អីគឺយើងប្រើភាសានៅ AC គេប្រើ Kotlin តែនៅ line ខ្លះគេប្រើ Java អញ្ចឹងយើងអាចស្វែងរកខ្លួនឯងខាងទៅក្រៅដើម្បីរៀន Java សរសេរព័ត៌ mobile ហ្នឹងដើម្បីរូតរះទៅជាមួយគេហើយនៅឆោតនេះក្រោយគឺផ្ដោតសំខាន់ទៅលើ mobile app ដដែល
ប៉ុន្តែក៏យើងដាក់ data អីបានយើងមិនក៏បង្កើតចោលហើយចុះទៅចេញអីដែលខ្ញុំចាប់តាមចុះទៅចេញអីហើយក៏ទៅជា read data ហើយនឹងមានមុខជំនាញវាពពួក e-commerce មួយចំនួនទៀតនៅឆ្នាំចុងក្រោយហ្នឹងមុននឹងពេលហើយយើងប្រឡងចាប់តាមដល់ចេញអញ្ចឹងឆ្នាំទី4គឺ focus លើ mobile ហើយនឹងតទៅនឹងជំនាញ business មួយចំនួនក្នុងហ្នឹងអីដែលខ្ញុំកំពុងរៀនមានentrepreneurship តែខ្ញុំផ្លែកមួយទៀតដោយសារតែសហគ្រិនភាពព្រោះខ្ញុំមាន IT គេឲ្យមានសហគ្រិនភាពបានតែរបៀបថាគេបដិគំនិតយើងនៅក្នុងការរកស៊ីតកតងទៅនឹងធ្វើឲ្យបង្កើត product មួយឲ្យមានគេចាប់អារម្មណ៍ឲ្យលក់ដាច់អីយ៉ាងហ្នឹងអញ្ចឹងយើងមានរៀនអាហ្នឹងដែរតែអញ្ចឹងល្អដែរតាបងគ្រប់គ្រងកន្លែងចំណេញនឹងព្រោះចេះធម្មតាកាលណាយើងជំនាញយូរទៅយើងទៅជាបុគ្គលិកគេដែលយូរទៅវាអាចយើងនឹងខ្លាយទៅជា business owner ជាម្ចាស់អាជីវកម្មមួយអញ្ចឹងយើងត្រូវមានជំនាញនឹងមួយចំណេះដឹងមួយនឹងដែរដើម្បីស្រួលយើងខ្លាចជាត្រូវការគេម្ដងណាបាទរឿងដើម្បីខ្លាចជាត្រូវការនោះដែរហើយនិយាយចឹងពេលដែលបងទៅមកសភាអូនហ្នឹងក៏បងមើលឃើញថាអញ្ចេះអូនក៏មានការផុសថាអូនក៏ជាសិប្បកម្មដែរអញ្ចឹងទៅបងក៏ចង់ដឹងសិប្បកម្មផងចូលក៏ចង់ដឹងដែរថាតើធ្វើមិនទៅបានគេហៅថាដល់ថ្នាក់ចំណាត់ថ្នាក់លេខ1ខ្លាចជាសិប្បកម្មអញ្ចឹងវ៉ាវជំនួយចំណៃមិនស្គាល់ក្នុងថៃជំនួយចំណៃហ្នឹងអីដែលខ្ញុំបានកាលខ្ញុំឆ្នាំទី3នៅពេលដែលខ្ញុំឈប់ធ្វើការខ្ញុំបករៀនសតទៅខ្ញុំ focus ទៅលើតែការរៀនហើយចេញពីរៀនខ្ញុំនៅហាងកាហ្វេនៅអីអង្គុយឆ្លៀវថែមអីចឹងហើយកាលនោះឆ្នាំទី3ខ្ញុំបាន A+ គ្រប់ទាំងអស់មាន10មុខហ្នឹងខ្ញុំបាន A+ ទាំងអស់ទៅសាលាក៏មានជារបៀបថាត្រាងកិត្តិយសចំពោះសិស្សនៃមុខវិជ្ជាហ្នឹងហើយក៏មានមុខវិជ្ជាផ្សេងៗដូចជា Computer Science แล้วก็ Business IT ឯងក៏មានអ្នកដែលលេខ1លេខ2គេចាប់ត្រាងហ្នឹងហើយចំពោះឆ្នាំនោះពួកអ្វីខ្ញុំរៀនទី1គឺធ្វើមកក៏ដោយយើងរៀនសកលយើងត្រូវទៅយើងថ្ងៃព្រោះអវត្តមានយើងគឺជាអីដែលសំខាន់អត្ថប្រយោជន៍ជាងគេមកសួរមួយទៅរៀនហ្នឹងមើលរៀនហ្នឹងមួយសប្តាហ៍7ថ្ងៃនោះណែរៀនថ្ងៃណាខ្លះហើយមួយពេលឬក៏ពីរពេលចំពោះខ្ញុំរៀនពេលយប់រៀនតែចាំដល់សុក្រចាំដល់សុក្រហើយរៀនពេលយប់នោះខ្ញុំរៀនពេលយប់ម៉ោងកន្លះទៅដល់ម៉ោង8កន្លះអូ5ដល់8កន្លះចុះទៅពេលថ្ងៃពេលថ្ងៃដោយសារតែខ្ញុំឈប់ការធ្វើការហើយទៅពេលថ្ងៃគឺខ្ញុំអង្គុយរៀនខ្លួនឯងចង់មិនចឹងខំរៀនមិនគេណាស់ចាំលេងពួយយកពេញមួយថ្ងៃពេលថ្ងៃយើងយករៀនមកដែរណាចឹងអត់ស្ទើរហើយយ៉ាងកាប់យើងជិះថាអង្គុយផឹកកាហ្វេហើយយើងស្វែងរកសារដែរមានហេតុវាចឹងណាហើយដូចខ្ញុំឡើងមកវិញគឺ attendance គឺជារឿងមួយដែលសំខាន់នៅសាកលវិទ្យាល័យព្រោះគាត់យើងទីនៅថ្ងៃគេឲ្យយើង 10% នៃទុកសរុប 10% បាទហើយព្រោះគេលើកទឹកចិត្តឲ្យទីនៅថ្ងៃថាបើយើងអត់ទៅរៀនយើងមិនចេះក៏យើងទៅរៀនបាទយើងបានស្ដាប់គ្រូបានស្ដាប់អីទៅចេះអញ្ចឹង attendance គឺជារឿងដែលសំខាន់ហើយ homework ក៏ដូចគ្នា homework ដែលគ្រូដាក់ឲ្យសិតតែបន្ទុកដែលយើងត្រូវយកហើយព្រោះhomework ជាច្រើនយើងមិនគ្រូបានដាក់ឲ្យដើម្បីយកបន្ទុកឲ្យយើងធ្វើទៅយើងចេះដែរបើយើងបានធ្វើយើងបានចេះមាននៅផ្ទះពេលរៀននៅសាលាគាត់យើងធ្វើ homework ហើយមួយទៀតអីដែលសិស្សសកលតែខ្លាំងហ្នឹងគឺ assignment ហ្នឹងតែខ្លាចតែបើអត់ធ្វើអត់ចេះបាទហើយពួកខ្ញុំ IT នេះសឹងថាអត់មានប្រឡងសោះហ្មង assignment យកបន្ទុកសុទ្ធហើយដល់ពេលអញ្ចឹងវាអាចថាស្រួលម្យ៉ាងពិបាកម្យ៉ាងពីព្រោះដែលអ្នកថាគាត់អត់សូវមានពេលអីក្នុងការធ្វើតែពួកខ្ញុំដែលមានពេលគឺស្រួលជាងប្រឡងយកបន្ទុកយើងមិនបង្កថា30យើងធ្វើបាន30ទេបាទតែមកកាត់មួយពេលបងលឿនឯងនិយាយថាពេលថ្ងៃឯងរៀនពេលយប់បានរៀននៅសាលាអញ្ចឹងណាអញ្ចឹងសម្រាប់និស្សិតមួយចំនួនដែលគាត់រៀនខ្វះខាតហើយឧទាហរណ៍បើសិនជាគាត់រៀនដូចណែដែរអញ្ចឹងតែគ្រាន់តែថាពេលថ្ងៃគាត់ទៅធ្វើការតើមិនដែលអាចមានផលប៉ះពាល់ចំពោះគាត់ទៅពេលរៀនខ្ញុំធ្លាប់ដកវិស័យខ្លួនឯងផ្ទាល់ដែរថាបើសិនជាយើងធ្វើការឲ្យទៅរៀនវាអាចនឹងប៉ះពាល់ច្រើនតែព្យាយាមបែងចែកឲ្យច្បាស់ថានៅពេលយើងធ្វើការយើងខំប្រឹងធ្វើការ8ម៉ោងនៅគេទៅគ្រប់ទៅតែនៅពេលដែលយើងទៅនេះយើងអាចរៀនបានហើយពេលទៅរៀនយើងត្រូវ focus លើរៀនទោះបីពេលខ្លះយើងមានអារម្មណ៍ថា hot មែនតើហ្មងចេញធ្វើការឲ្យទៅរៀនតែពេលអញ្ចឹងវាអាចនឹងប៉ះពាល់ខ្លាំងដែរប៉ុន្តែក៏ព្យាយាមធ្វើម៉េច
dương bài chạy về lệ cho bạn về điện thời ca dương focus là càng nghe tới tại vì mà điện tầm dương focus lương riêng hay tình ấy đôi đó tham bờ sinh thời ca ở ngay xa tất hai tình ấy chập đam điện luôn này bạn hay được có sai mà này nó chập đam chui khi thưa đời của sai mình bây giờ nó đau thương này ấy của đời thưa cái đông này chứ thòng đá dương vậy chi phí của sạc là mình chi phí ở chứ còn ở thời ca rồi chứ còn ai chui không có dài mình mang chờ chân vậy là cái lại nha để những ai chui bán nhưng chui từ bờ sông dương buồn chứ cái lại những mũi cứ khi dương biển những ai thêm về điện lo mình tại nào cái sạch mình này chân này dương chui này từ bên từ mau đầm bay riêng tâm bụng ngọt này chẳng là bờ sông dương buồn những ai trả cái đấy thôi nhưng là buồn ngày đi thì để nhưng ai thuê lại nhà bán nhưng thuê lại nè ai chụp có thêm xài mình hay ca xài mình của những ai thích nhưng sợ bao giờ tụ là sao mình đang bằng tụ ban chờ tại sao bờ sông dương lóng ai chăm ban tầng ngõ hay bờ sân chỉ lon sam sập mình coi thành nhiều ban sam sập ấy tại bờ sang vẫn tại dân thua ban ló và túc đơn đập pin này khổ đơn đập coi ai pin này hay sang vẫn ai thi chứ miếng ấy kiểu bị thưa bị chính thế bờ sân chỉ hiện web và cả website mới mất bây giờ mua bả và cả mua bả em mới mất hay tiếp xa em sẽ vậy năng mà sao mình tốt quá giờ mấy hiện giáp bờ sân chỉ dương viêm vậy là introvert rồi dậy trở ra đó và ta cho thấy nó nắng coi dương mình riêng tập pro shop đi IT sau đây dương mình sai vậy đi làm chứ bờ sân chỉ còn nam mình sai dương ăn mình ăn được phim không ca đi dậy trở anh su luôn cái chơi sai của con mà tôi đã điền bờ chụp bút nặng nhóm hạ sập ok hạ sập bàn tay bờ sân trước hạp xây đôi chị IT sau đấy thì chẳng miền phố trở dương sai ta bờ ta khăn mobile banking finance với rồi tập phổ thức năm mươi ba và tay sắp tăng ngon bông sắp thôi từ khởi sầm nô mùi giờ này đến dục chứ miền màu ngày đấy miền này miền này nó là miền phẩm miền ngày miền trần bạn giờ miền chùm rừng trà miền sạt tại miền sạt tại chân ngày lương từ đấy mà dương lấy lô càng như thường này đặt từ Việt Nam này tại vì tha nhưng lo làm thì bây giờ muốn thì chân nhưng muốn tranh dụng để sao đó càng như thơ Phật ngày vậy bộ này lấy lô bàn chẳng hạn về lý mình chụp được trà hay bông kiểu xong và time tích tiết về lý thì chưa là đai tại đây trong cái thằng chạy đại xa tại ôn riêng nơi khang AC đai chứ còn đang thấy AC đai cònមានទៅ kỳ này chứ về đại tranh vì riêng từ kho chọc trong thị buôn tới ta khang xả lá cái đó càng nhiều thơ đấy đưa con mở đầu cho bọn cô bà nhà nó nơi xã kia miền cái hàng career center mùi AUB career center để đo được xa này kia miền tầng vì điểm trong CV dương chứ mình sẽ dương chào vào đó nhưng ai trả tôn từ hàng career center đó cái này nòm dương đặc cụ thì mình tay vừa chụp phụ bao sao nhưng đó phụ ở lớn nhưng còn đặt bịa còn lon là bây giờ từ cái này AC đã đây này áp dụng cam thi năng đây p đại xã rồi có bộ lá tay đạp để bờ sân trên kia thời ca mẹ đại bây giờ thời ca một lớp đinh thì mũi tay là lẹ trôi của đội thành nhưng ai chưa cao đó và thường cắt đạt tới hai tờ lon tờ bờ sân chỉ chót nhưng ai to su training ấy chúng kia ban đó chót nhưng khai chỉ một lần này tại bờ nhưng clip có tăng những tiết chạm một cạc hồi tiết trên tới đôi nhóm cắn đinh còn lẹ trôi không có đúng thời ca một chuyện đến ngồi chào và developer API năng hay nhóm có chào vào đó đấy bộ nhưng chụp thời ca dù đấy còn chi diêm họ cho biết nhưng họ càng nghe tại đâu hay thì trở tay ra cái thời ca tiêu bảo bị sao thông với họ mà năm vì năm mấy nhưng ở miền bảo bị sao của nơi hiện lấy miền ta bảo sao riêng ở miền bảo sao thường là về chứ khi đến từ lẽ máu và chào vào đó đã tới rồi và lớn trôi chiều mà khai chứ là những bạn chọn và sẽ hỏi cần có lòng tầm training tầm ấy trong đó là những đo training thầm những đo training toàn trong so training mà vẽ tiết training vài chỉ bay tận tiết từ những ai chọn từ chiều một lần chẳng lấy trong training chút khai chỉ một lần cái nhá và chút lại nên cô đào môi thà riêng chọn tới cửa Athena nhà thì và các bạn bây giờ bạn có là nâng tại một đầu vì lo toàn tha sa ban bao lá còn họ tiêu bọc sao gì tới dương họ đại thứ còn kỳ và điện dương đây tại bây giờ hai miền ở cả trời chiến từ lời sập phê càng nghĩa về sân chơi điện nơi thà ban đại miền này thà miền ấy thông để được chia bọc lá chứ về dương tới cái từ tu dương hai cái điện dương và xây dựng học về sáu cái điện thì chuyên từ làm xí tới nhưng họ kết tha dương đi hệ của lá có họ bật lời dương để bị dương trong từ cái lại na để kết tha bạc hai lọ chiên còn hai miền các học vào lọ chiên dương tới thành một bài ở từ thay dương miền sạc đàm bồ đã cho kia tôi cho bán hay lá có vài chất
សាលាខ្ញុំធ្លាប់មានលោកគ្រូម្នាក់និយាយថាសាលាអត់បិទផ្លូវឲ្យសាលាត្រូវតែសប្បាយចិត្តដោយសារតែរៀនចេញពី AC ដល់ទៅធ្វើការកន្លែងណាក៏បានមិនធ្វើការបានទៅនៅ AC ត្រូវ អញ្ចឹងពួកគាត់ឆ្លាញ់ខាងណាក៏ទៅខាងហ្នឹងតែឯសាលាចាំតែសប្បាយចិត្តហើយចាំតែជួយមានគ្រូជួយណែនាំយើងថាទៅណាពួកលោកគ្រូសិតតែមានបណ្ដាញច្រើនអញ្ចឹងយើងអាចតាក់ទងទៅបើសិនចង់ធ្វើការតាក់ទងទៅលោកគ្រូដែលបរៀនយើងហើយយើងគិតថាគាត់មានបណ្ដាញច្រើនសួរគាត់ជាសួរលេងសួរលោកគ្រូមានកន្លែងណាត្រូវការងារអត់ជាសួរគាត់រហូតទៅបើមានគាត់នឹងប្រាប់យើងហើយតែអាស្រ័យលើខ្លួនយើងធ្វើការដល់ដែរដល់ខាត់អាស្រ័យលើខ្លួនយើងខ្ញុំធ្លាប់ដាក់ទៅមុន AC ម្ដងធ្លាក់ដែរយកទៅខាង School Silver ដែរកាលនោះផ្នែកពន្ធដារនៅទៅមុខបាក់ទូទៅប្រឡងទៅស្ភាកអីចប់ហើយក៏ធ្លាក់ទៅហើយក៏មកវិញរៀបចំខ្លួនដាក់ទៅ AC ម្ដងទៀតបានទៅតែជាប់ថ្មីនេះដែរទៅ អូខេ ហ្នឹងហើយពីបងមានសំណួរអីបន្ថែមចុះក្រោយនេះ ខ្ញុំដូចអត់មានទេព្រោះមិញខ្ញុំសួរច្រើនហើយ អូចាហ្នឹងហើយ លីឯងវិញទេគិតតែទុកឲ្យខ្ញុំសួរហ្នឹង អេខ្ញុំក៏សួរច្រើនដែរ ខ្ញុំប៉ិនសួរតែញ៉ៃខ្ញុំសួរ3ម៉ោងចប់លើ ដឹងហើយដឹងតែបកកែសួរហ្នឹងហើយថាមកប៉ុន្តែដោយសារតែពេលវេលាយើងវាមានកំណត់ដែរអញ្ចឹងទៅក៏សូមឲ្យបងអូនចង់និយាយថាមានពាក្យពេចន៍អីចុងក្រោយផ្ដាំផ្ញើទៅកាន់ទស្សនិកជនក៏ដូចជាបងប្អូនចំណុចក្រោយ ណាបងអីដែលចង់តាមមុនគេគឺត្រូវតាធៀមខ្លួនឲ្យបានល្អនៅបាក់ឌុបទោះបីជាមីតេសអីក៏ដោយហើយតែថាយើងប្រឡងចប់ព្រោះជីវិតយើងអត់ចប់នៅត្រឹមបាក់ឌុបហ្នឹងទេសូម្បីតែអ្នកដែលធ្លាក់ក៏ដោយក៏អាចរៀនបញ្ញាបត្ររងបានដែរហើយចាំដល់ឆ្នាំក្រោយទៀត អូខេ ហើយអញ្ចឹងយើងខំប្រឹងទៅកុំអស់សង្ឃឹមបើសិនជាធ្លាក់ឬក៏លទ្ធផលអត់ល្អនៅបាក់ឌុបអីយើងមកស្គាល់វិញបានដឹងថាវាវេទនាជាងបាក់ឌុបប៉ុណ្ណាហើយអញ្ចឹងបាទហើយអញ្ចឹងមកឲ្យខំប្រឹងចាប់ជំនាញបើសិនជារៀនជំនាញ IT អីដែលខ្ញុំធ្លាប់ឆ្លងកាត់មកគឺយើងមិនប្រកាសថារៀន IT ហើយព្រោះអាចនៅក្នុង IT ហ្នឹងវាមានច្រើនផ្នែកទៀតដូចដល់ខ្ញុំបានលើកមាន web មាន mobile ហើយមាន network មួយទៀតដែលខ្ញុំភ្លេចនិយាយនៅក្នុងអីដែលបងបានសួរ network ហ្នឹងក៏ជាកន្លែងដែលសំខាន់តែដោយសារតែខ្ញុំអត់សូវមានចំណាប់អារម្មណ៍ទៅខាង network ប៉ុន្តែអ្នកខ្លះអាចមកចំណាប់អារម្មណ៍ទៅខាង network តខ្សែតអនឡាញត Wi-Fi អស់ហ្នឹងអ្នកខ្លះមានចំណាប់អារម្មណ៍ខាងហ្នឹងរៀនចូលក៏ទីផ្សារល្អដែរបើតាមគ្រូខ្ញុំប្រាប់ទីផ្សារនៅស្រុកយើងល្អខាង network ហ្នឹងហើយ website mobile អាហ្នឹងអីដែលយើងគង់តែនឹងជួបហើយនឹងត្រូវរើសមួយជាដាច់ខាតថាមួយណាចូលចិត្តជាងដើម្បីសម្រួលទេព្រោះយើងអាចរៀនទាំងអស់បានទេហើយនឹងមាន graphic design មួយទៀត graphic design Photoshop ហើយនឹងតាក់ទងទៅនឹងការកាត់តវីដេអូទៀតក៏មាននៅក្នុងជំនាញ IT យើងដែរអញ្ចឹងបើសិនជាចង់សម្រួលមកខាង IT ត្រូវតែអាចបើរឿងសរសេរកូដហ្នឹងព្រោះវាច្រើនណាស់20សរសេរកូដតែក៏ប៉ុន្តែសរសេរកូដយើងសិតទី12ក៏អាចរៀនបានដែរបើពួកតាក់ទងនឹងការបង្កើត website basic អញ្ចឹងអាចមើលលេងទៅថាកូដហ្នឹងវាមិននៅពេលដែលយើងអត់ទាន់មកទៅសាកលហើយទៅពេលដល់សាកលយើងចាប់ផ្ដើមដឹងហើយបើសិនយើងបានត្រៀមខ្លួនល្អធានាថានៅពេលដែលទៅឆ្នាំទី1យើងដូច top 1ហើយបាត់ចេញមកដល់លេខឆ្លួយជាងគេហ្មងនិយាយអីមកក៏យើងបានដឹងទុកមុនដែរហើយបើសិនជាអត់មានចំណាប់អារម្មណ៍តាក់ទងទៅនឹងខាងធនាគារឬក៏ finance អីអាចទៅរៀន IT សុទ្ធតែដូចជា computer science ហ្នឹងទៅដល់នឹងដឹងតែរៀនតាក់ទងទៅនឹង computer សុទ្ធហើយប៉ុន្តែយើងរៀននៅសាលាបើរៀននៅ AC រៀនសាលាណាមិនដឹងតែរៀននៅ AC នៅតែត្រូវការធនាគារនឹងគង់តែមានលីទីទួចទេតែគាត់ថាបើយើងរៀន computer science សុទ្ធអត់អីយើងអាចអត់សូវមួយដេកមក accounting មកអីពួកខ្ញុំតែរៀន fintech រៀនអីដោយសារតែដល់ពេលទៅវាអត់ត្រូវចំណង់ចំណូលចិត្តបានវាយ៉ាងនេះប៉ុន្តែវារៀនទៅល្អទាំងអស់ទេវាចេះបានច្រើនជាងអ្នកដែលរៀនខាងនោះហើយអីមួយទៀតដែលនេះហ្នឹងដូចខ្ញុំនិយាយដែរហ្នឹងគឺត្រូវទៅរៀននៅបានមួយថ្ងៃហើយធ្វើកិច្ចការធ្វើ homework អីដែលលោកគ្រូបានដាក់ឲ្យទាំងអស់ហ្នឹងអាហ្នឹងបន្ទុកសិតតែបន្ទុកល្អហើយ action នៅក្នុងថ្នាក់ក៏ជារឿងមួយដែលសំខាន់ប្រសិនបើមកតាក់ទងទៅនឹង action ដូចជាការសួរការឆ្លើយអីឆ្លើយមួយគ្រូហ្នឹងប៉ុន្តែបើយើងស្គាល់គ្រូបានច្រើនក៏ល្អដែលយើងមាន connection បាទពេលដែលមាន connection ស្រួលនៅពេលដែលយើងត្រូវការអីលោកគ្រូគាត់អាចណែនាំផ្លូវយើងបានល្អព្រោះគ្រូមានលោកគ្រូសិតតែមាន connection បានច្រើនអញ្ចឹងយើងព្យាយាមឆ្លើយឆ្លងមួយគាត់អាចស្គាល់យើងបានច្រើនទៅក៏ល្អដែរហើយអីចុងក្រោយដែល complex ហ្នឹងគឺរឿងបាច់ចែកពេលវេលាអូខេហ្នឹងហើយដូចយើងចែកគ្នាតើបាទព្រោះថារៀននៅសាលា3ម៉ោងតាមថ្ងៃណាខ្លះដូចពួកយើងសិតតែឆ្នាំទី4ឆ្នាំទី3សិតអ្នកធ្វើការមកវាហត់ហើយពេលខ្លះអត់សូវបានក្រេបចូលទេយ៉ាងច្រើនចូលបានថ្ងៃណាខ្លះចូល 20% អស់ហើយព្រោះមកអង្គុយមកវាហត់មកអង្គុយស្ដាប់គ្រូនិយាយអញ្ចឹង
អីដែលខាន់ត្រូវអនុវត្តព្រោះ IT ត្រូវការអនុវត្តច្រើនតាក់ទងទៅនឹងការសរសេរកូដព្រោះសរសេរកូដច្រើនមែនតើហើយហ្នឹងហើយព្យាយាម keep update ព័ត៌មានថ្មីៗតាក់ទងនឹងចែកការវិទ្យាបានយ៉ាងដូចឥឡូវគេពងនិយាយ screen AI តែយើងទោះមិនយើងត្រូវតែដឹងតិចតែ AI ហ្នឹងយើងទៅមកគេព្រោះយើងត្រូវតែ update ជាមួយនឹងយើង update ថ្មីរហូតយើងរៀនមុខវិជ្ជាបច្ចេកវិទ្យាយើងអាចនៅស្ងៀមបានយើងអាចនៅទៅមកកន្លែងព្រោះសូម្បីតែរឿងសរសេរ web ហ្នឹងដូចខ្ញុំនិយាយផាត់ភាសាហ្នឹងគេចាប់ដើមសរសេរដល់ភាសាថ្មីទៀតខាងគេចេញដល់ React version វាមាន version វាទៀតដល់19ដល់20វា update រាល់ថ្ងៃយើងត្រូវតែ update ខ្លួនយើងរាល់ថ្ងៃដែរឲ្យទៅតន់ជាមួយនឹងអីគេដែលគេកំពុងតែពេញយកព្រោះពេលដែលយើងទៅធ្វើការជាក់ស្ដែងបើឮបងនិយាយក៏គេប្រើភាសាចាស់ដែរគេប្រើអីដែលថ្មីឲ្យវាស្រួលព្រោះពេលដែលគេចេញថ្មីមានន័យថាវាស្រួលជាងអាចារ្យហើយវាស្រួលទាំងរៀនហើយវាស្រួលទាំងក្នុងការធ្វើការព្រោះគេចង់ពន្លឿនការងារចឹងគេត្រូវចេញអីថ្មីដែលពន្លឿនចឹងយើងត្រូវតែ keep update ជាមួយនឹងអីទាំងអស់ហ្នឹងហើយនឹងជាមអវខ្លួនឯងបានច្រើនហើយនឹងអីដែលនិយាយគឺ practice ហើយបើនិយាយរឿងកូដមានន័យក្រៅពី coding និយាយទៅមានតែពាក្យថា coding code again and again យ៉ាងណាត្រូវតែអង្គុយដោះស្រាយវាអញ្ចឹងគេសួរឯងទៅហើយយើងនិយាយរឿង IT គឺរឿង AI នឹងតែមកយើងគ្មានអីដែលលឿនជាង AI បើមិនជាយើងគ្មាន connection តំណែងណាគេយើងគួរនិយាយមួយ AI ថ្ងៃបងថ្ងៃក៏បានយើងសួរវាកូដនេះដោះស្រាយមិនវាបញ្យល់យើងថាយើងគួររៀនកាន់តែស្រួលជាងមុនទៀតបាទ AI គឺជាអីមួយដែលគេរៀន AI ថែមទៀតក៏មិនយើងអត់ចេះប្រើក៏មិនដូចយើងឆាតដូចថាយើងនិយាយស្រួលឡាបើសិនយើងឆាតញ៉ាយគ្នាអាហ្នឹងយើងញ៉ាយគ្នាជាមួយមនុស្សទូទៅតែដល់ពេលយើងនិយាយមួយ AI ឥឡូវឆ្លាតដល់ថ្នាក់ថាអាចប្រាប់យើងថាយើងគួររៀនមុខវិជ្ជាអីទៀតនៅពេលដែលយើងចង់រៀននៅសាកលយើងប្រាប់ថាយើងមានចំណង់ចូលចិត្តខាងរៀនអីហើយយើងចង់រៀនអីខ្លះប្រាប់ AI ទៅតែយើងគួររៀនអីវាអាចឆ្លើយប្រាប់យើងជាលក្ខណៈបែបបញ្យល់មកយើងថាយើងគួរទៅណាវាមានផ្លូវយើងជ្រើសប៉ុន្តែมันគាត់តែត្រូវណាអញ្ចឹងវាគាត់យកឲ្យកំណត់អញ្ចឹងវាគ្រាន់បើជាយើងពុយស្មុកតាមដឹងរៀនអីដែរអូខេបាទថ្ងៃនេះទទួលបានចំណេះដឹងពីអូនច្រើនមែនតើអញ្ចឹងអរគុណអូនច្រើនដែលបានចំណាយពេលដ៏មានតម្លៃនឹងខំមកតាំងពីឆ្ងាយមកហើយមានបានអីទេចង់និយាយថាសម្រាប់អ្នកដែលខ្ញុំអញ្ជើញមកទាំងអស់ហ្នឹងសិតតែពួកគាត់អត់ទទួលបានអីទេចាពួកគាត់សិតតែមានទឹកចិត្តដែលមកចង់ជួយចែករំលែកចំណេះដឹងទៅកាន់សង្គមវិញអានេះគេហៅការសិក្សាអំពីគោលដៅណាបន្ទាប់ពីបងប្អូនក៏បានរៀនស្គាល់ពីខ្លួនឯងទៅគាត់មកមើលវីដេអូហ្នឹងគឺជាជំហាននៃការស្គាល់នៅគោលដៅដូចមេតបសុនអ៊ូនិយាយចឹងច្បាំង100ដងបើសិនជាយើងអត់ស្គាល់ខ្លួនឯងអត់ស្គាល់គោលដៅអត់ស្គាល់សត្រូវទេបរាជ័យទាំង100ដងចឹងអរគុណច្រើនចាំដល់ហ្នឹងអីបាយ